សំបីតែត្រីក៏ឃ្លានដែរបងបវេនឹងបាញ់កាញ់ក្តាមកន្លែងរបស់គាត់នេះអូពិសេសមែនតើបងប្អូនណាគាត់តែឃើញគាត់ដួសសាច់ចេញពីឆ្នាំងមកអានេះរងាស់12ម៉ោងណាបងប្អូនហើយណាដួសដាក់ចានអញ្ចឹងមកណាមានបាញ់កាញ់ក្តាមមានបាញ់កាញ់ជើងជ្រូកហើយបងបវេរបស់គាត់នេះមួយចានហ្នឹងគឺពិសេសមែនតើបងប្អូនណាសាច់ច្រើនមែនតើគាត់មានអាឆ្អឹងជានីកូដែលគាត់រងាស់ពី10ម៉ោងហ្នឹងមកដុំចេះមកហើយមានជើងជ្រូកគាត់មានអាសាច់ប្រហិតនេះអានេះបើទូទៅខាងក្រៅគេប្រើប៉ាតេទេប៉ុន្តែនៅកន្លែងរបស់គាត់នេះគាត់យកខួរក្តាមមកលាយជាមួយនឹងសាច់ច្រាមហើយធ្វើដូចប៉ាតេដូចប្រហិតចេះណាបងប្អូនអានេះដាក់ម្ដុំក៏បានដាក់ហាន់ចេះក៏បានដែរហើយពិសេសមួយទៀតនេះអាដុំសាច់ម្ដុំនេះបងប្អូននេះជាប្រភេទសាច់ស្រួយអាសាច់ស្រួយនេះគាត់យកមកកពួនអញ្ចឹងយកដាក់ស្ងោរក្នុងទឹកស៊ុបឲ្យឆ្អិនអញ្ចឹងមកហើយវះមកណាអូបងប្អូនតំណងណាស្ងោរឆ្អិនចេះជ្រប់ហាន់ដាក់មកអូយអែមមែនតើបងបវេរបស់គាត់ឆ្ងាញ់នៅម្ដុំសាឡាទុនហ្វាខាងទួលស្វាយព្រៃណាបងប្អូនចាំខ្ញុំដាក់ទីតាំងហាងរបស់គាត់នៅក្នុងខមមិនឲ្យបងប្អូនទៅរកដែរហើយនេះបងប្អូនទីតាំងរបស់គាត់នេះហុងកុងមីគីពេលដែលយើងចូលមកដល់ហ្នឹងគាត់មានរៀបចំអាទូត្រីដាក់ចំត្រីជុំវិញតុហ្នឹងពេលដែលយើងអង្គុយញ៉ាំអីនៅហ្នឹងអាចមើលត្រីមើលអីរបស់គាត់លេងអញ្ចឹងណាវារៀងស្រស់ស្រាយដែរហើយមានម៉ាស៊ីនជែកមានអីទៀតឃើញថាតូចអញ្ចឹងមែនណាបងប្អូនមានអង្គុយនៅក្នុងម៉ាស៊ីនជែកញ៉ាំបាញ់កាញ់ក្តាមញ៉ាំបងបវេរបស់គាត់ហ្នឹងហើយទីតាំងរបស់គាត់នេះគាត់មានលក់ប្រភេទនំនែកអីច្រើនប្រភេទនំស្បែកជើងប្រភេទតែកុចតែអីមាន topping នេះនោះអីចឹងទៅហើយសំខាន់គាត់មានរូបមន្តថ្មីរបស់គាត់បងបវេនេះបងប្អូនអូតំណងណាស់ហើយទឹកស៊ុបរបស់គាត់ដែលខ្ញុំបង្ហាញនេះគាត់ថារងាស់ពី10ម៉ោងណាបងប្អូនហើយគាត់មានសាច់ស្ងោររបស់គាត់នេះមានសាច់ស្រួយមានជើងជ្រូកហើយគាត់មានជាមួយនឹងអាខួរក្តាមដាក់មួយសាច់ជ្រូកច្រាមធ្វើដូចប៉ាតេចឹងហើយជាមួយនឹងឆ្អឹងយ៉ាងនេះគោហើយដូចបងប្អូនឃើញគាត់ដួសស្រង់មកដាក់ថាសចេះមកអូតំណងមែនតើបងប្អូនរៀបចំពេញនឹងទាំងអស់ហើយគាត់សោះតែសាច់បាញ់សុងមកហ្នឹងបងបវេហ្នឹងគឺគេប្រើតែសាច់បាញ់សុងសោះមកហ្នឹងរៀបចំសាច់ដាក់ចេះមកដួសទឹកស៊ុបហ្នឹងមកអូដាក់ជីដាក់អីចេះមកតំណងណាស់បងប្អូនហើយគាត់ក៏មានបាញ់កាញ់ក្តាមបាញ់កាញ់សាច់ជ្រូកដែរនេះបងប្អូនឃើញសាច់បាញ់កាញ់គាត់នេះប្លែកអត់ដែលឃើញទេបងប្អូនថ្លាមែនតើយកមកសោះចឹងហើយរៀបចំសាច់អីដាក់មកដាក់មួយនឹងអាខួរក្តាមអីរបស់គាត់ហ្នឹងមកដួសអាទឹកបាញ់កាញ់របស់គាត់អានេះគាត់កម្ដៅមួយឆ្នាំងអញ្ចឹងណាហើយចាក់ដាក់មកអូឆ្ងាញ់មែនបងប្អូនឆ្ងាញ់សង្កប់មុខហើយគាត់ក៏មានប្រភេទនំបញ្ចុកសុសដែរប៉ុន្តែនំបញ្ចុកសុសរបស់គាត់នេះធ្វើប្លែកអានេះគឺរូបមន្តពីវៀតណាមមកហ្មងណាហើយបើថាបងប្អូនចង់រៀនធ្វើបាញ់កាញ់ក្តាមបាញ់កាញ់សាច់ជ្រូកបងបវេនំបញ្ចុកសុសអីរបស់គាត់នេះគាត់មានទទួលបរិញ្ញាបត្របងប្អូនហើយចុះឈ្មោះពីឥឡូវហ្នឹងទៅគាត់មាន free ឲ្យ$100យើងអាចចំណេញ$100អញ្ចឹងគាត់ចុះឲ្យ$100ណាបើយើងចុះឈ្មោះពីឥឡូវហ្នឹងទៅពិសេសមែនតើអញ្ចឹងបងប្អូនចង់លក់ដូរបែបរបៀបដូចគាត់ចេះបងប្អូនអាចទៅរៀនមួយគាត់បានហើយអាចតាក់ទងសួរព័ត៌មានបិទពីតម្លៃអញ្ចឹងណាចាំខ្ញុំដាក់លេខទូរស័ព្ទរបស់គាត់នៅខាងក្រោមខមមិនដែរខ្ញុំធានាបងប្អូនរសជាតិនេះឆ្ងាញ់មែនអានេះគឺសុទ្ធតែរូបមន្តដើរមកពីប្រទេសវៀតណាមហ្មងហើយដែលយើងធ្លាប់ឃើញនៅប្រទេសវៀតណាមឃើញគេញ៉ាំនំបញ្ចុកសុសឃើញគេញ៉ាំបាញ់កាញ់ក្តាមឃើញគេញ៉ាំអាបងបវេនេះណាបងប្អូនឆ្ងាញ់អីចឹងទៅចង់ញ៉ាំអីចង់បានរសជាតិបែបអញ្ចឹងអារូបភាពបែបចាប់សាច់ចាប់អីដាក់ដួសមកចាក់ដាក់បាញ់កាញ់អីហ្នឹងអូធ្លាប់តែឃើញនៅក្នុង TikTok នៅប្រទេសវៀតណាមអញ្ចឹងណាបងប្អូនអាចមកបានប្រភេទបងបវេនេះខ្ញុំធានាថាប្លែកបងប្អូនហើយអូឆ្ងាញ់មែនតើបងប្អូនហើយសាច់ច្រើនណាមួយចានមកគាត់ណា16000ទេប៉ុន្តែសាច់វិញគឺធានាថាដាក់ទៅមកពេញចិត្តហើយរសជាតិរបស់គាត់នៅនេះមិនថាបាញ់កាញ់មិនថាបងបវេទឹកស៊ុបអីរបស់គាត់ទេរសជាតិបែបដិតហ្មងណាហើយបើបាញ់កាញ់ក្តាមរបស់គាត់គេមានអាទឹកច្រលុចរបស់គេនេះពិសេសមែនតើហើយបើប្រភេទបងបវេគេមានទឹកកាពិបន្ថែមតែម្ទេសបន្ថែមតែម្ទេសឆាម្ទេសស្រស់អីហ្នឹងមកដាក់ខ្ទឹមដាក់អីតិចមកអែមណាស់បងប្អូនអញ្ចឹងបងប្អូនអាចមកបានចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទឲ្យបងប្អូននៅក្នុងខមមិនដែរអរគុណបងប្អូនជម្រាបលាបាយ